The Prisoner of Duty ថ្មីនេះបានធ្វើឲ្យកម្ពស់ Liu Yinning ក្លាយជាប្រធានបទក្តៅម្ដងទៀតជាងតាមទិន្នន័យផ្លូវការ Liu Yinning មានកម្ពស់ 1.89 សង់ទីម៉ែត្រដែលជាកម្ពស់ខ្ពស់នៅក្នុងឧស្សាហកម្មកម្សាន្តប៉ុន្តែតើអ្នកដឹងទេមានតារាប្រុសជាច្រើនផ្សេងទៀតដែលមានកម្ពស់ខ្ពស់ជាង Liu Yinning ដូចជា Zhang Linghe និង Peng Kun-ing ជាដើមបន្ទាប់នេះ Puchen តារាសូមបង្ហាញពីកម្ពស់តារាប្រុសចិនល្បីៗទាំង10ដូចតទៅស៊ូខៃ 1.87 សង់ទីម៉ែត្រកម្ពស់របស់ស៊ូខៃអ្នកខ្លះនិយាយថា 1.85 អ្នកខ្លះថា 1.87 ទោះយ៉ាងណាវាគឺខ្ពស់ពេកទៅហើយស៊ូខៃគឺជាតារាសម្ដែងក្រោយទសវត្សរ៍ឆ្នាំ 95 ដែលមានប្រជាប្រិយភាពដូច Woolley និង Wang Heti ដែរពេលមើលរឿង Story of Yanxi Palace ដែលស៊ូខៃសម្ដែងលើកដំបូងពិតជាមិននឹកស្មានថាលោកខ្ពស់ខ្លាំងពេកទេប៉ុន្តែរាល់ពេលដែលស៊ូខៃបង្ហាញខ្លួននៅលើឆាកជើងវែងរបស់លោកទាក់ទាញចំណាប់អារម្មណ៍ហើយកម្ពស់ផ្លូវការរបស់ស៊ូខៃគឺ 1.87 សង់ទីម៉ែត្រនេះគឺជាការពិតដែលមិនអាចបន្លំ9 Lin E 1.87 សង់ទីម៉ែត្រLin E គឺជាបរិះកម្ពស់ខ្ពស់ដ៏ល្បីដែរនៅដើមឆ្នាំ 2019 Lin E មានភ័យល្បីល្បាញដោយសាររឿងភាគដ៏ផ្អែមល្ហែមរបស់លោកមានចំណងជើងថា Put Your Head on My Shoulder ហើយគ្រប់គ្នាក៏កត់សម្គាល់កម្ពស់របស់លោកចាប់តាំងពីពេលនោះ Lin E កាត់មកមានរចនាសម្ព័ន្ធឆ្អឹងដ៏ល្អឥតខ្ចោះមុខតូចនិងកម្ពស់ខ្ពស់រហូតដល់ 1.87 សង់ទីម៉ែត្របែបនេះគឺកាន់តែគួរឲ្យចាប់អារម្មណ៍នៅពេលដែលសហការជាមួយតារាស្រីតូចច្រឡឹងដូចជា Xin Fei និង Xin Ye ជាដើមHu Yitian 1.88 សង់ទីម៉ែត្រHu Yitian ក៏ជាបរិះកម្ពស់ខ្ពស់ដែលល្បីឈ្មោះក្នុងវិស័យកម្សាន្តដែរដោយសារតែលោកមានកម្ពស់ខ្ពស់ពេកស្ទើរតែគ្រប់តារាសម្ដែងដែលសម្ដែងជាគូនឹង Hu Yitian មានការលំបាកជាឧទាហរណ៍ក្នុងរឿង A Love So Beautiful ដើម្បីថតស្និទ្ធស្នាលរបស់ Hu Yitian និង Xin Ye ឲ្យបានល្អអ្នកដឹកនាំត្រូវប្រើបច្ចេកទេសជាច្រើនដូចជាការពៅកម្ពស់ឲ្យ Xin Ye ឬពុតខ្លួន Hu Yitian ជាដើមវាពិតជាពិបាកសម្រាប់អ្នកទាំងពីរក្នុងការស្ថិតក្នុងស៊ុំតែមួយទោះជាយ៉ាងណាក៏មិនមានបញ្ហាបែបនេះនៅពេលដែល Hu Yitian និង Yi Susin នៅក្នុងស៊ុំដូចគ្នាពួកគេធ្លាប់បានចូលរួមក្នុងកម្មវិធីភោជនីយដ្ឋានចិនពីមុនមកហើយមានការថតរូបជាច្រើនក្នុងឈុតតែមួយ Susin មានកម្ពស់ 1.69 សង់ទីម៉ែត្រប៉ុន្តែនាងមើលទៅដូចជាបក្សីតូចមួយដែលឈរក្បែរ Hu Yitian 7 Lee Hong Yi 1.88 សង់ទីម៉ែត្រLee Hong Yi មានកម្ពស់ 1.88 សង់ទីម៉ែត្រលោកគឺជាតារាសម្ដែងសម្លៀកបំពាក់ដ៏ល្បីមួយរូបក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែរមនុស្សជាច្រើនគិតថាលោកមើលទៅដូច Chang Yi ក្នុងសម្លៀកបំពាក់បុរាណក្នុងឆ្នាំ 2019 Hong Yi និងចៅលឺស៊ឺបានសម្ដែងក្នុងរឿង Love Better Than Immortality អ្នកទាំងពីរតែងតែឆ្លោះគ្នារឿងកម្ពស់ចៅលឺស៊ឺដែលមានកម្ពស់ 1.61 សង់ទីម៉ែត្រឈរក្បែរ Lee Hong Yi គឺនៅត្រឹមទ្រង់ប៉ុណ្ណោះThang Sao Thian 1.88 សង់ទីម៉ែត្រនៅពេលដែលមនុស្សជាច្រើនបានទស្សនារឿង The Story of Pale Girl ការចាប់អារម្មណ៍របស់ពួកគេត្រូវបានទាក់ទាញដោយតួឯកប្រុសទី2 Chang Chin-ran ដែលសម្ដែងដោយ Thang Sao Thian តួឯកប្រុសក្នុងរឿង The Story of Pale Girl គឺ Liu Yinning គឺមានកម្ពស់ខ្ពស់រួចទៅហើយប៉ុន្តែមិននឹកស្មានថា Thang Sao Thian ក៏ខ្ពស់មិនធម្មតាដែរ Thang Sao Thian គឺជាតារា model អាជីពហើយកម្ពស់ផ្លូវការរបស់លោកគឺ 1.88 សង់ទីម៉ែត្រតែបើតាមការសង្កេតរបស់អ្នកគាំទ្រពួកគេគិតថា Thang Sao Thian គឺអាចខ្ពស់ជាងនេះអាវរួយផឹង 1.88 សង់ទីម៉ែត្រនេះគឺជាតារាប្រុសម្នាក់ទៀតដែលមានកម្ពស់ខ្ពស់សម្បើមអាវរួយផឹងចូលសម្ដែងយូរគួរសមណាស់ដែរហើយតែរឿងភាគដែលលោកសម្ដែងពុំសូវទទួលបានប្រជាប្រិយភាពនោះទេហើយរឿងភាគមួយចំនួនលោកបានត្រឹមតែទួលលំដាប់ទី2ប៉ុណ្ណោះប៉ុន្តែនៅឆ្នាំ 2025 ថ្មីនេះលោកទទួលបានការពេញនិយមយ៉ាងខ្លាំងសម្រាប់រឿង Moonlight Mystic ជាមួយតារាស្រី Pailo ដូច្នេះគេបានចាប់អារម្មណ៍នឹងកម្ពស់ដ៏ខ្ពស់របស់លោកដែលមានរហូតដល់ 1.88 សង់ទីម៉ែត្រជាមួយនឹងសម្លៀកបំពាក់បុរាណអាវរួយផឹងកាន់តែទាក់ទាញ
Liu Yining 1m89 cm លីវ Yining ជាបរិសុទ្ធកម្ពស់ខ្ពស់ម្នាក់ដែលល្បីក្នុងវិស័យកំសាន្តកម្ពស់ផ្លូវការរបស់លោកគឺ 1m89 cm នៅពេលដែល Liu Yining ស្ថិតក្នុងស៊ុំតែមួយជាមួយ Song Ju'er ដែលមានកម្ពស់ 1m65 cm ក្នុងរឿង The Prisoner of Duty រូបភាពពិតជាផ្អែមល្ហែមណាស់វាពិតជាភាពខុសគ្នានៃកម្ពស់ដ៏គួរឲ្យស្រឡាញ់បំផុតជាមួយចៅលូស៊ឺនៅក្នុងរឿង The Story of Pale Girl ក៏មិនខុសគ្នាដែរការខុសគ្នានៃកម្ពស់នេះបែរជាធ្វើឲ្យគូស្នេហ៍ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងចាងលីងហឺ 1m90 cm ចាងលីងហឺធ្លាប់បានសារភាពក្នុងកម្មវិធីមួយថាលោកមានកម្ពស់ 1m90 cm ប៉ុន្តែលោកខ្លួនឯងខ្លាចថាមិនអាចរកតារាសម្ដែងមកធ្វើការជាមួយបានដូច្នេះចាងលីងហឺបានរាយការណ៍ថាកម្ពស់លោកគឺទាបជាងនេះហើយភាគច្រើនគេដឹងថាកម្ពស់របស់លោកគឺ 1m88 cm ប៉ុន្តែជាក់ស្ដែងគឺ 1m90 cm ឯណោះកៅវៃគង់ 1m91 cm កៅវៃគង់ជាតារាម៉ូដែលអាជីពមានកម្ពស់ 1m91 cm ដែលធ្វើឲ្យលោកខ្ពស់ជាងគេមិនថាទៅណាមកណាជើងរបស់កៅវៃគង់ពិតជាល្អខ្លាំងណាស់នៅពេលលោកអង្គុយលើកៅអីវាមានអារម្មណ៍ថាកៅអីកាន់តែតូចហើយកៅអីមិនអាចស័ក្តិសមនឹងជើងវែងរបស់កៅវៃគង់ទាល់តែសោះផឹងគួនអេង 1m92 cm វាហាក់ដូចជាពិបាកជឿណាស់រវាងចៅលូស៊ឺនិងផឹងគួនអេងបានសហការជាមួយគ្នាគិតទៅចៅលូស៊ឺមិនធម្មតាមែននាងបានធ្វើការជាមួយលីហុងអ៊ីដែលមានកម្ពស់ 1m88 cm ខាងសៅធាន 1m88 cm និងលីវ Yining ដែលមានកម្ពស់ 1m89 cm ហើយថ្មីនេះចៅលូស៊ឺបានចាប់ដៃគូជាមួយផឹងគួនអេងដែលមានកម្ពស់រហូតដល់ 1m92 cm ផឹងគួនអេងក៏ល្បីល្បាញដោយសារជើងវែងរបស់លោកដែរលោកថាមានអារម្មណ៍តានតឹងខ្លាំងពេលសម្ដែងជាមួយលីវ Yifei ដែលមានកម្ពស់ 1m70 cm ក្នុងរឿង The Tale of Rose ចុះទម្រាំចៅលូស៊ឺដែលមានកម្ពស់ 1m61 cm តើលោកនឹងតានតឹងប៉ុណ្ណាតែយ៉ាងណាក្រុមអ្នកដឹកនាំនៅតែមានបច្ចេកទេសហើយកម្ពស់ខុសគ្នានេះហើយដែលធ្វើឲ្យមានការចាប់អារម្មណ៍ពីទស្សនិកជន